ព្រះបាទនរោត្តមចាប់ផ្ដើមមានកង្វល់មួយថ្មីទៀតព្រះអង្គសពព្រះរាជហឫទ័យចង់ឲ្យព្រះអង្គម្ចាស់យុគគន្ធរដែលជាព្រះរាជបុត្រច្បងឡើងស្នងរាជសម្បត្តិបន្ទាប់ពីព្រះអង្គសោយជាវង្គតទៅប៉ុន្តែនេះមិនមែនជាកិច្ចការដែលព្រះអង្គអាចកំណត់បានទេដោយហេតុថានៅពេលនោះខុនថាន់ដែលជាព្រះជាយាសំណប់របស់ព្រះអង្គក៏ប្រាថ្នាចង់ឲ្យព្រះអង្គម្ចាស់ដួងចក្រជាព្រះរាជបុត្រឡើងស្នងរាជដែរក្រោយមកដោយព្រះអង្គម្ចាស់ដួងចក្រដែលបានទៅជ្រកកោននៅប្រទេសវៀតណាមចូលជាវង្គតទៅខុនថាន់បានទទូចសុំឲ្យព្រះអង្គម្ចាស់ផានូវង្សស្នងរាជវិញខាងបារាំងឯនោះវិញរេស៊ីដង់ដឺវៀកណាវីលមានការព្រួយបារម្ភយ៉ាងខ្លាំងដោយខ្លាចក្រែងព្រះអង្គម្ចាស់យុគគន្ធរឡើងគ្រងរាជសម្បត្តិព្រោះថាដឺវៀកណាវីលចង់ឲ្យព្រះអង្គម្ចាស់ស៊ីសូវ៉ាត់ជាអ្នកបន្តរាជពីលោកនរោត្តមវិញរីឯអគ្គទេសាភិបាលបារាំងរូសូនៅពេលនោះក៏យល់ស្របនឹងដឺវៀកណាវីលផងដែរដើម្បីសម្រួលកិច្ចការនេះដឺវៀកណាវីលបានផ្ញើរបាយការណ៍មួយទៅទីក្រុងប៉ារីដើម្បីបញ្ជាក់ថាព្រះបាទនរោត្តមមានព្រះរាជសុខភាពមិនសូវល្អទេហើយព្រះអង្គអាចចូលជីវង្គតក្នុងពេលឆាប់ជាពុំខានដូចនេះបារាំងគួរតែរៀបចំព្រះអង្គម្ចាស់ស៊ីសូវ៉ាត់ឲ្យហើយតែម្ដងទៅប៉ុន្តែនៅខែមិនិនាឆ្នាំ1897លោកឌូមែបានត្រូវតែងតាំងជាអគ្គទេសាភិបាលជំនួសលោករូសូបន្ទាប់ពីបានជួបលោកនរោត្តមអគ្គទេសាភិបាលឌូមែក៏ដឹងថាដឺវៀកណាវីលសរសេររបាយការណ៍មួយបង្កាច់លោកនរោត្តមដោយជាក់ស្ដែងព្រោះព្រះរាជសុខភាពរបស់ព្រះបាទនរោត្តមពុំទាន់ទ្រុឌទ្រោមនៅឡើយឌូមែពុំគិតអំពីរឿងស្នងរាជសម្បត្តិអ្វីប៉ុន្មានទេព្រោះគោលដៅធំរបស់បារាំងនៅពេលនោះគឺធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលនៃរាជាណាចក្រខ្មែរឲ្យទាល់តែបានសម្រេចទោះជាយ៉ាងនេះក្តីក៏លោកអគ្គទេសាភិបាលបារាំងឌូមែមិនយកតម្រាប់តាមលោកតុមសុនកាលពីឆ្នាំ1884ដែរលោកឌូមែបានដឹងយ៉ាងច្បាស់ថា Résidence supérieure បារាំងដឺវៀកណាវីលប្រាថ្នាចង់ដាក់ព្រះអង្គម្ចាស់ស៊ីសូវ៉ាត់ឲ្យស្នងរាជសម្បត្តិប៉ុន្តែលោកឌូមែយល់ថាលោកនរោត្តមអាចសហការបានល្អដើម្បីធ្វើការកែតម្រង់ម្យ៉ាងទៀតព្រះបាទនរោត្តមនៅពេលនោះក៏ពុំមានព្រះរាជសុខភាពទ្រុឌទ្រោមដោយការអះអាងរបស់លោកដឺវៀកណាវីលឯណាដែរនៅទីបំផុតឌូមែក៏បានសម្រេចគោលដៅតាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃ11កក្កដាឆ្នាំ1897អំណាចរបស់ព្រះរាជាទាំងមូលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកតំណាងបារាំងនៅកម្ពុជាទាំងអស់នៅចំពោះមុខសភាពការនេះព្រះអង្គម្ចាស់យុគគន្ធរមានកង្វល់យ៉ាងខ្លាំងចំពោះអនាគតស្រុកខ្មែរព្រះអង្គមិនប្រឆាំងនឹងអាណាព្យាបាលបារាំងក៏ពិតមែនប៉ុន្តែព្រះអង្គខ្លាចបារាំងដើរហួសព្រំដែនហើយចាត់ចែងកិច្ចការរាជាណាចក្រខ្មែរទៅតាមទំនឹងចិត្តរបស់គេដោយតាក់ទងជាពិសេសជាមួយមន្ត្រីពុករលួយហើយដកហូតអ្នកដែលមានចិត្តស្វាមីភក្តិចំពោះព្រះបិតារបស់ព្រះអង្គតាមការពិតទៅសេចក្តីព្រួយបារម្ភរបស់ព្រះអង្គម្ចាស់យុគគន្ធរមិនមែនជាអារម្មណ៍រវើរវាយទេព្រោះសិទ្ធិអំណាចរបស់ព្រះរាជាគឺរបស់លោកនរោត្តមជាព្រះបិតាបានចុះថយជាលំដាប់ទោះជាយ៉ាងនេះក្តីក៏ព្រះបាទនរោត្តមនៅតែរក្សាជានិច្ចនៅគោលបំណងរបស់ព្រះអង្គគឺធ្វើយ៉ាងណាឲ្យព្រះអង្គម្ចាស់យុគគន្ធរស្នងរាជពីព្រះអង្គនៅឆ្នាំ1900ព្រះបាទនរោត្តមបានសម្រេចឲ្យព្រះអង្គម្ចាស់យុគគន្ធរយាងទៅទីក្រុងប៉ារីជំនួសព្រះអង្គដើម្បីចូលរួមក្នុងពិព័រណ៍ប្រទេសអាណានិគមដែលត្រូវរៀបចំនៅទីក្រុងប៉ារីនៅពេលនោះព្រះបាទនរោត្តមសង្ឃឹមថាអ្នកអន្តរបារាំងនៅទីក្រុងប៉ារីអាចនឹងទទួលស្គាល់ព្រះអង្គម្ចាស់យុគគន្ធរជាអនាគតស្ដេចស្រុកខ្មែរជាមិនខានប៉ុន្តែព្រះអង្គម្ចាស់យុគគន្ធរពុំមែនជាអ្នកចេះអែបអបទេព្រះអង្គជាមនុស្សម្នាក់ដែលជឿទៅលើការទៀងត្រង់គឺមានជំនឿថាបារាំងនៅទីក្រុងប៉ារីអាចនឹងជួយរកយុត្តិធម៌ជូនព្រះអង្គឆ្លៀតឱកាសបុណ្យពិព័រណ៍នោះនៅទីក្រុងប៉ារីព្រះអង្គម្ចាស់យុគគន្ធរ
បានប្រគល់អនុសារណៈមួយទៅឲ្យអាជ្ញាធរបារាំងនៅក្នុងអនុសារណៈនោះព្រះអង្គម្ចាស់យុគន្ធរលាតត្រដាងអំពីអំពើមិនគួរគប្បីរបស់រេស៊ីដង់បារាំងទៅលើព្រះរាជបិតារបស់ព្រះអង្គតាមរយៈអ្នកសារព័ត៌មានបារាំងលឺហ្វីហ្គារ៉ូម្នាក់ដែលស្មោះត្រង់នឹងលួងនរោត្តមហើយដែលបានអមដំណើរព្រះអង្គម្ចាស់យុគន្ធរមកទីក្រុងប៉ារីសំណុំរឿងយុគន្ធរក៏បានផ្ទុះឡើងកាសែតបារាំងលឺម៉ាតាំងក្នុងលេខចុះផ្សាយថ្ងៃទី11តុលាឆ្នាំ1900បានយករឿងនេះមកចុះផ្សាយជាហេតុធ្វើឲ្យអ្នកអន្តរបារាំងត្រូវបង្ខំចិត្តចាត់វិធានការជាកំហិតគឺដកហូតអ្នកតំណាងនៅកម្ពុជាជាបន្ទាន់ប៉ុន្តែនៅទីបំផុតរឿងនេះក៏ស្ងប់ស្ងាត់ទៅវិញតាំងពីពេលនោះមកបារាំងស្អប់ខ្ពើមព្រះអង្គម្ចាស់យុគន្ធរណាស់ហើយធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីរៀបចំដាក់ព្រះអង្គម្ចាស់ស៊ីសូវ៉ាត់ឲ្យស្នងរាជតែម្ដងសំណុំរឿងយុគន្ធរនេះបានត្រូវអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របារាំងឈ្មោះ Pierre Lamont សូមបញ្ជាក់បន្ថែមថានៅពេលដែលរឿងនេះកើតឡើងបារាំងនៅទីក្រុងប៉ារីបានសុំឲ្យយួងនរោត្តមបញ្ជាឲ្យព្រះអង្គម្ចាស់យុគន្ធរវិលត្រឡប់ទៅស្រុកខ្មែរវិញជាបន្ទាន់ប៉ុន្តែព្រះអង្គម្ចាស់យុគន្ធរពុំព្រមហើយបញ្ឆោតបារាំងដាក់មនុស្សម្នាក់ផ្សេងទៀតនៅក្នុងកប៉ាល់ដែលត្រូវនាំព្រះអង្គទៅស្រុកខ្មែរព្រះអង្គចង់បន្តការតស៊ូនៅទីក្រុងប៉ារីទៀតប៉ុន្តែនៅទីបំផុតបានត្រូវបារាំងនិរទេសទៅសង្ហបុរីនៅថ្ងៃ25មេសាឆ្នាំ1904លួងនរោត្តមបានចូលជីវង្គតនៅឆ្នាំ1915ព្រះអង្គម្ចាស់យុគន្ធរបានយាងមកទីក្រុងបាងកកក្នុងគោលបំណងមកបន្តការតស៊ូនៅស្រុកខ្មែរប៉ុន្តែពីពេលនោះមកគេគ្មានដំណឹងអ្វីទាំងអស់ពីព្រះអង្គម្ចាស់យុគន្ធរខ្ញុំសូមស្ទះត្រឹមនេះសិនចុះហើយនៅសប្តាហ៍ក្រោយនឹងនិយាយរៀបរាប់អំពីរឿងស៊ីសូវ៉ាត់វិញម្ដងក្រោមចំណងជើងថារាជការព្រះបាទស៊ីសូវ៉ាត់